មនុស្សយើងសំណាងបំផុតនៅពេលដែលមានញាតិដែលមានចិត្តហើយមានមិត្តដែលចេះសង្គ្រោះគ្នាអ្នកណាក៏ដោយឲ្យតែគេសាងល្អជាមួយយើងគេជាញាតិរបស់យើងទាំងអស់អ្នកខ្លះនៅវិលវល់ជាមួយអារឿងញាតិហើយនឹងមិត្តនឹងគឺអត់លហែតែម្ដងអ្នកខ្លះគាត់នៅប្រកាន់ច្រើនមែនតើគាត់នៅនិយាយថាគ្មាននរណាល្អជាងសាច់ឈាមយើងទេកុំឲ្យតម្លៃអ្នកដតីនឹងខ្ពស់ពេកអ្នកខ្លះក៏គាត់និយាយថាសាច់ឈាមខ្លួនឯងពេលខ្លះពឹងពាក់មិនបានទេទៅបានអ្នកដតីគឺគេចិត្តល្អជាងសាច់ឈាមបកើទៀតក៏មានដែរមតិទាំងពីរនឹងវានៅចម្រូងចម្រាសគ្នាច្រើនមែនទែនដែលធ្វើឲ្យយើងមានភាពប្រទាំងប្រទើនៅក្នុងការរាប់អានអ្នកដតីមិនគួរយកមកប្រៀបធៀបទេហើយក៏មិនគួររើសអើងរវាងសាច់ញាតិហើយនិងសាច់ដតីនឹងដែរមនុស្សល្អពិតប្រាកដមិនសម្គាល់ថាជាមនុស្សដែលជាប់សាច់ឈាមឬមិនជាប់សាច់ឈាមនោះទេសំខាន់មនុស្សនឹងមានចិត្តឲ្យគ្នាដែរឬអត់មានអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដែរឬអត់មានការសង្គ្រោះគ្នាក្នុងគ្រាអាសន្នអន់ក្រដែរឬអត់ពេលដែលយើងមានអាសន្នតើលិចមុខម្នាក់នឹងមកដែរឬអត់អានឹងជារឿងដែលយើងត្រូវគិតពិចារណាហើយមនុស្សមានប្រយោជន៍ហើយមិនមានប្រយោជន៍សួរថារាល់ថ្ងៃនឹងមានប្រសពគ្នាឲ្យកើតជាប្រយោជន៍ដែរឬអត់សាច់ញាតិមិនសាច់ញាតិក៏វាគ្មានប្រយោជន៍អីដែរបើសិនជាម្នាក់មិនបានបង្កើតប្រយោជន៍មិនបានរួបរวมគ្នាដើម្បីធ្វើការងារមានប្រយោជន៍មួយសម្រាប់ជីវិតរបស់យើងលោកតាក្រមងុយគាត់លើកឡើងថាឃើញរឹកគេល្អទោះមាន